បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការចែកម្លែកពីរបៀបកាត់ស្លឹកជីរណាបងប្អូនបាទអញ្ចឹងជីរណាដែលយើងដាំងាយស្រួលយើងគ្រាន់តែបានកូនពូជពីណាមកពីប្រភពណាដែលយើងអាចរកបានអញ្ចឹងបាទដោយមិនចំណាយប្រាក់កាសសម្រាប់ទិញគ្រាប់ពូជបាទដូចជាជីរណាខ្ញុំដាំនេះខ្ញុំបានយកមកពីផ្ទះម្ដាយខ្ញុំការយកមកនេះគឺតូចបាទទំហំតូចបែបនេះបាទអញ្ចឹងទំហំតូចនេះដល់ពេលខ្ញុំដាំរយៈពេលយូរទៅខ្ញុំអត់សូវបានកាត់បាទខ្ញុំអត់សូវបានកាត់អត់សូវបានស្លអីអញ្ចឹងក៏ដើមជីណាហ្នឹងវាបោះស្លឹកធំវែងបែបហ្នឹងបាទហើយអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកពីរបៀបដែលយើងកាត់ជីរណាក៏ដូចជាការថែទាំបាទចំពោះជីរណាបងប្អូនមិនចាំបាច់ទុកឲ្យវាបាទឲ្យវាចេញផ្កាចេញអីអញ្ចឹងទេដោយសារតែការទុកបែបនេះវាធ្វើឲ្យដើមជីរណាគឺអន់បាទហើយដើមហ្នឹងក៏ឆាប់ងាប់ទៅវិញដែរអញ្ចឹងយើងគួរតែកាត់ចេញបាទប៉ុន្តែឥឡូវនេះគឺខ្ញុំអត់កាត់ទេដោយសារតែខ្ញុំចង់បានពូជបន្ថែមទៀតឲ្យវាបាច់គ្រាប់នៅទីនេះហើយសំណុកខ្ញុំយកកូនតូចវាដែលដុះពីគ្រាប់វាបាច់សាច់ហ្នឹងយកទៅដាំបន្តទៀតបាទអញ្ចឹងបើសិនជាបងប្អូនទៅដាំដបងបាទយកតាមបទពិសោធន៍ខ្លះរបស់ខ្ញុំបាទអញ្ចឹងក៏សូមអភ័យទោសដែរចំពោះបងប្អូនជំនាញខាងកសិកម្មបើសិនបើកំហុសនៅក្នុងវីដេអូនេះបាទអញ្ចឹងគឺដំបូងបងប្អូនពេលដែលយើងដាំគឺយើងត្រូវកាត់ឲ្យចេញបាទពេលដែលវាដុះឡើងអញ្ចឹងណាយើងកាត់វាឲ្យដល់គល់អញ្ចឹងមកបាទហ្នឹងហើយនេះយើងអត់ទុកទេបាទហើយដើមរបស់ខ្ញុំទុកច្រើនដើម្បីឲ្យវាបាច់សាច់កូនទេបាទដោយសារតែខ្ញុំអត់ត្រូវការស្លទេដោយសារតែបើយើងស្លគឺស្លមិនអស់ទេព្រោះច្រើនបាទអញ្ចឹងខ្ញុំចង់បានពង្រីកបន្ថែមទៀតបាទហើយនៅពេលដែលបងប្អូនកាត់ស្លគឺយើងអត់បេះអញ្ចឹងទេណាបាទយើងអត់បេះម្ដងមួយធៀងអញ្ចឹងទេបើមិនបងប្អូនចង់បេះស្លគឺយើងត្រូវកាត់វាឲ្យដល់ត្រឹមបាទនេះយើងកាត់វាឲ្យដល់ត្រឹមកលៈគល់វាហ្នឹងមកទុកត្រឹមតែមួយធៀង2បានហើយសម្រាប់ឲ្យវាចាប់រស្មីសង្យោគអីបន្ថែមទៀតអញ្ចឹងណាដើម្បីឲ្យវាដុះសារឡើងវិញបាទនៅពេលដែលកូនវាដុះសារឡើងវិញយើងកាត់ដល់គល់នេះគឺវាល្អបែបហ្នឹងបងប្អូនអញ្ចឹងក្នុងមួយដើមដែលយើងកាត់ហើយយើងយកទៅស្លមកគុំហ្នឹងគឺវាបែកកូនទៅជា2 3អញ្ចឹងនេះចូល4បាទអញ្ចឹងវាចំណេញយើងបើសិនជាយើងបេះវាធៀងម្ដងមួយជាទៅស្លនោះគឺវាធ្វើឲ្យដើមហ្នឹងអន់ហើយមួយទៀតគឺវាអត់បានបែកកូនថ្មីទេបាទដើមហ្នឹងគឺកាន់តែចាស់ដូចកាន់នេះអញ្ចឹងបាទអញ្ចឹងពីក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺបងប្អូនអាចអនុវត្តបាននៅផ្ទះងាយដែលជាណានេះបើសិនជាយើងអាចដាំបានគឺយើងអាចចំណេញថវិកាបន្តិចបន្តួចដែរបាទកុំឲ្យពិបាកទៅរកទិញគេឬក៏សុំគេអញ្ចឹងបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាក្នុងវីដេអូនេះ